នេះគឺជាត្រើងផ្កានៅក្នុងវត្តការនេះគឺអត់មានក្លិនទេញោមការកដាស់អត់មានក្លិនតែបានបន្លប់គ្រាន់ជាទីជំរកនៃកណ្ដៅថ្ងៃដែរបើបានឃើញរូបភាពយ៉ាងដូចនេះហើយសូមញាតិញោមប្រុសស្រីទាំងឡាយមេត្តាចូលរួមណាមកអឺចូលបនព្រះវសាខាងមុខនេះសូមជើញចូលរួមផងញោមអើយនៅទីនេះអត់មានក្រអត់មានខ្វះតែអត់តែម្ដងទេណាបើអញ្ចឹងកុំឲ្យខាតពេលយូរខ្ញុំកណាលើកយកមេរៀនបរមត្ថប្រពុតដីកាមកបន្តបកលធ្វើកម្មជាអកុសលបើមានការភ្ញាក់រលឹកប្រកបដោយធម៌5យ៉ាងគឺណា5យ៉ាងគឺបដិរូបបតេណាបដិរូបបតេសវាសៈការនៅក្នុងប្រទេសប្រកបដោយសិលធម៌ព្រោះណាប្រកបដោយសិលសសពហរិសោបសង្ឃសេវៈការបានសេពគប់នឹងសប្បុរសអត្តសមាបនិធិការតាំងខ្លួនទុកដោយប្រពៃណាទុកដោយប្រពៃបពេកតបញ្ញតាការបានសាងបន្ទុកក្នុងកាលមុននិងសធម្មសវៈអ្នកណាសវៈអ្នកការបានស្ដាប់ព្រះសទ្ធម្មក៏អាចញ៉ាំងកម្មជាអកុសលនោះឲ្យទៅជាអហោសិកម្មបានតែកម្មរបស់បុគ្គលអ្នកបានសម្រេចព្រះនិព្វានមិនមានបុគ្គលណាត្រូវទទួលផលណាទទួលផលនៃកម្មនោះតទៅទៀតហៅថាអហោសិកម្មដែរច្បាប់របស់កម្មជាច្បាប់មួយមានលក្ខណៈស្មុគស្មាញពិបាកយល់ឲ្យបានច្បាស់លាស់ណាស់មិនមែនជាវិស័យរបស់យើងទេជាពុទ្ធវិស័យប៉ុន្តែយើងត្រូវខំសិក្សាឲ្យបានយល់ខ្លះដើម្បីងាយស្រួលដល់ការបដិបត្តិកម្មមិនមែនគេធ្វើថ្ងៃនឹងទទួលផលថ្ងៃនឹងទាំងអស់ទេគេទទួលផលថ្ងៃនឹងផងថ្ងៃតទៅផងដូចជាដើមស្វាយណាដើមស្វាយអញ្ចឹងមិនឲ្យផ្លែតែម្ដងទាំងអស់ទេត្រូវឲ្យផលតទៅទៀតផងចម្រើនពរទៀតផងកម្មមិនមែនកម្មណាគេធ្វើមុនឲ្យផលមុនកម្មណាគេធ្វើក្រោយត្រូវឲ្យផលក្រោយទេដូចជាគេដាំរុក្ខជាតិអញ្ចឹងដែរមិនមែនគេដាំរុក្ខជាតិណាមុនរុក្ខជាតិនោះឲ្យផលមុនតែដាំរុក្ខជាតិណាក្រោយរុក្ខជាតិនោះឲ្យផលក្រោយដូចនោះទេអនុមោទនាចម្រើនពរហ្នឹងគឺយើងផ្អាកចំណងចាប់ព្រោះវិញពេកក្រែងលោកមិនសូវស្ដាប់អាស្រ័យណាអាស្រ័យនឹងអាស្រ័យទៅមេពូជធ្ងន់ស្រាលនៃរុក្ខជាតិនោះផងអាស្រ័យអាកាសធាតុជាដើម
រួមផ្សំផង